ដោយបច្ចុប្បន្នប្រទេសយើងកំពុងតែកើតសង្គ្រាមហើយពាក្យចចាមអារាមឬក៏ជំនឿវាចេញមកច្រើនអ្នកខ្លះក៏និយាយអំពីពុទ្ធជំនាយខ្លះក៏និយាយអំពីវាល3តែមានការបកស្រាយទៅតាមអ្វីដែលខ្លួនបានធ្លាប់ស្ដាប់ធ្លាប់ឮនឹងមកពីចាស់មុនតគ្នាមកហើយខ្ញុំក៏ចាប់អារម្មណ៍រឿងហ្នឹងចង់ចូលរួមបន្តិចសង្ឃឹមថានឹងបានជាគតិដល់ជនរួមជាតិទាំងអស់ដើម្បីជាការសម្រាប់ចម្រើននៅបញ្ញាទៅចោះហ្នឹងហើយថាអ្វីជាពុទ្ធទំនាយអ្វីជាវាល3ពាក្យថាពុទ្ធទំនាយបានសេចក្តីថាពពុទ្ធជាអ្នកទាយពពុទ្ធជាអ្នកទាយថាយ៉ាងម៉េចក៏ដោយនៅស្រុកខ្មែរយើងទេថាម៉េចក៏ដោយខ្ញុំមិនរៀបរាប់ទៅណាពាក្យថាពុទ្ធទំនាយបានន័យថាពុទ្ធជាអ្នកទាយអញ្ចឹងយើងគិតមើលពុទ្ធបរិនិព្វានអស់រយៈពេលប្រហែលឆ្នាំហើយបរិនិព្វានបានន័យថាស្លាប់ពុទ្ធស្លាប់ហ្នឹងគឺរយៈពេល2560ឆ្នាំផ្លាយទៅហើយ2560ឆ្នាំផ្លាយទៅហើយចឹងបានន័យថាកាលពីព្រះអង្គនៅរស់ហ្នឹងវា2700ឆ្នាំមុនព្រះអង្គមកទាយនៅស្រុកខ្មែរយើងបានសេចក្តីថាអញ្ចឹងហើយបើតាមប្រវត្តិសាស្ត្រកាលពីព្រះអង្គបានត្រាស់នគរខ្មែរយើងនៅជាមហាសមុទ្រនៅឡើយទេនៅជាមហាសមុទ្រនៅឡើយមិនទាន់មាននគរមិនទាន់មានអីត្រឹមត្រូវទេនគរខ្មែរយើងគឺនៅជាមហាសមុទ្របើអញ្ចឹងមែននោះតើមានពពុទ្ធឯណាមកទាយតើមានពពុទ្ធឯណាគេមកទាយឲ្យស្រុកខ្មែរអ្នកទាំងឡាយពិចារណាបន្តិចមើលគឺអត់មានពពុទ្ធឯណាគេមកទាយនៅស្រុកខ្មែរយើងទេមិនមានទេមានតែពួកកុហកពួកបោកដើម្បីនិយាយពាក្យណាសំសួនដើម្បីឲ្យខ្មែរយើងជឿព្រោះខ្មែរយើងជាមនុស្សងប់ងល់នឹងជំនឿហើយជាពូជដែលមានអំនួតលើខ្លួនឯងគាត់ថាខ្លួនឯងនឹងអស់ចាមានបនប្រកែចេះប្រកែចោះតែប្រកែចុះប្រកែឡើងដីឡើងអស់ហើយដីអាហ្នឹងយើងគិតមើលខ្លួនឯងហ្នឹងហើយការពិតគ្មានប្រពុតឯណាគេមកទាយទេព្រោះសម័យដែលប្រពុតនៅគង់នៅប្រពុតនៅរស់ប្រទេសយើងនៅមហាសមុទ្រនៅឡើយចឹងមានប្រពុតឯណាគេមកទាយហើយមួយទៀតឯវាល3អន្លង់4ហ្នឹងតើបានន័យថាយ៉ាងម៉េចដែលចាស់បុរាណយើងតែនិយាយវាល3ហ្នឹងគឺសំដៅលើអីសំដៅលើភពទាំង3ហ្នឹងភពទាំង3ហ្នឹងគឺភពកណ្ដាលភពលើភពក្រោមយើងគឺសំដៅលើភពទាំង3បានន័យថាយើងគ្រប់គ្នាមិនអាចឆ្លងផុតពីភពទាំង3ហ្នឹងទេហើយខ្លះក៏និយាយអំពីទោសៈលោភៈនិងមោហៈដែរសំដៅពីអ្វីដែលមាននៅក្នុងខ្លួនហ្នឹងគឺទោសៈលោភៈមោហៈហ្នឹងឯងតើនរណាអាចកិច្ចផុតកន្លែងហ្នឹងគឺបុគ្គលដែលអាចកិច្ចផុតអំពីរឿងហ្នឹងគឺមានដោយកម្រអំពីចិត្តលោភៈទោសៈមោហៈឬក៏អំពីភពទាំង3ហ្នឹងដោយកម្រចំណែកឯអន្លង់4គឺសំដៅលើអន្លង់ទិដ្ឋិអន្លង់អវិជ្ជាអន្លង់ភពឬក៏អន្លង់កាមយើងនេះឯងខ្ញុំរៀបរាប់ទៅណាកន្លែងហ្នឹងបើចង់ដឹងទៅស្រាវជ្រាវឬក៏សិក្សាបន្ថែមទៅចុះហ្នឹងហើយខ្ញុំមិនបញ្យល់អធិប្បាយទេគឺអន្លង់នឹងឯងសង្ឃឹមថាវីដេអូនេះញាតិពធទាំងឡាយពិចារណាចុះហ្នឹងហើយកុំបើសិនជាយើងជឿងប់ងល់នឹងជំនឿងាប់គេបោកហ្នឹងគ្មានថ្ងៃស្វាងទេព្រោះកន្លែងណាដែលសម្បូរទៅដោយជំនឿកន្លែងហ្នឹងក៏សម្បូរទៅដោយគ្រូបោកដែរហើយប្រវត្តិយើងបច្ចុប្បន្នហ្នឹងក៏បោកច្រើនណាស់យើងជឿកន្លែងណាគេបោកកន្លែងនោះឯងចឹងល្មមស្វាងហើយបងប្អូនហើយល្មមស្វាងហើយបើឡើយតែមានជំនឿរឿងទាំងអស់ហ្នឹងច្រើនពេកវាធ្វើឲ្យយើងនឹងវាខ្វះបញ្ញាដើម្បីទីពឹងនៃខ្លួនកាលណាខ្វះបញ្ញាទីពឹងនៃខ្លួនមានអសន្នអន់ក្រមកដល់ស្រែកទាំងហូបនស្រន់នេះបនស្រន់នោះឬក៏ស្រែកពឹងអន្តរជាតិឲ្យគេមកជួយយើងគិតមើល
ពឹងគេវាដែរដូចពឹងខ្លួនឯងខ្ញុំសង្ឃឹមថានឹងបានជាប្រយោជន៍ដល់ជនប្រុសស្រីចុះហ្នឹងហើយគ្រាន់ជាស្ដាប់គ្រាន់ជាការស្ដាប់ដើម្បីឲ្យមានបញ្ញាក្នុងការគិតខ្លះចុះហ្នឹងហើយខ្ញុំនិយាយនេះគឺនិយាយត្រង់ពីហើយនេះខ្ញុំសូមថ្វាយបង្គំសូមជម្រាបលា